ប្រធានាធិបតី Trump និងប្រធានាធិបតីចិន Xi Jinping កំពុងជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងក្នុងគោលបំណងពង្រឹងស្ថិរភាពនៃទំនាក់ទំនងពាណិជ្ជកម្មបន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មកាលពីឆ្នាំមុននិងដោះស្រាយភាពមិនច្បាស់លាស់ជុំវិញសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់លោក Trump និងលោក Xi បានចាប់ដៃគ្នានៅខាងក្រៅវិមានប្រជាជន Great Hall of the People នាព្រឹកថ្ងៃប្រហ័សម៉ោងក្នុងស្រុកឬយប់ថ្ងៃពុធម៉ោងនៅអាមេរិកមេដឹកនាំទាំងពីរបានជែកគ្នាក្នុងអំឡុងពិធីបើកដែលមានការចូលរួមពីក្រុមតន្ត្រីកងទ័ពអង្គភាពទាហានក្បួនព្យុះយាត្រានិងកុមារដែលគ្រវីទង់ជាតិអាមេរិកនិងចិននៅក្នុងបន្ទប់ប្រជុំលោក Trump និងលោក Xi បានថ្លែងពាក្យពេចន៍វិជ្ជមានអំពីទំនាក់ទំនងអាមេរិកចិនមុនពេលក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញឲ្យចេញក្រៅហើយការចរចាវាងប្រទេសទាំងពីរក៏បានចាប់ផ្ដើមលោក Xi បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថាទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាពគឺជារឿងល្អសម្រាប់ពិភពលោកយើងគួរតែជាដៃគូមិនមែនជាគូប្រជែងឡើយចំណែកលោក Trump បានសង្កត់ធ្ងន់លើទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក Xi ដោយហៅលោកថាជាមិត្តនិងជាមេដឹកនាំដ៏អស្ចារ្យហើយបានលើកឡើងថាអ្នកទាំងពីរតែងតែអាចដោះស្រាយការខ្វែងគំនិតគ្នាបានលោកក៏បានបន្ថែមថាសហរដ្ឋអាមេរិកមានបំណងចង់ធ្វើអាជីវកម្មជាមួយប្រទេសចិនលោក Trump បាននិយាយថាយើងនឹងមានអនាគតដ៏អស្ចារ្យជាមួយគ្នានេះគឺជាជំនួបផ្ទាល់លើកដំបូងរបស់មេដឹកនាំអាមេរិកនិងចិនចាប់តាំងពីខែតុលាមកហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសចិនដោយប្រធានាធិបតីអាមេរិកចាប់តាំងពីលោក Trump បានធ្វើដំណើរមកទីក្រុងប៉េកាំងក្នុងឆ្នាំ2017កាលពីជាង1ឆ្នាំមុនទំនាក់ទំនងអាមេរិកចិនមានភាពប្រកម្មរកូសខ្លាំងការដំឡើងពន្ធយ៉ាងធ្ងន់ធ្ងររបស់លោក Trump លើប្រទេសចិននិងដៃគូពាណិជ្ជកម្មរាប់សិបផ្សេងទៀតបានបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមក Tit for Tat ជាមួយទីក្រុងប៉េកាំងដែលនាំឲ្យប្រទេសទាំងពីរដំឡើងពន្ធលើទំនិញគ្នាទៅវិញទៅមកដល់ជាង100ក្នុងរយៈពេលខ្លីចិននិងសហរដ្ឋអាមេរិកក៏បានប្រឈមមុខគ្នាលើបញ្ហារ៉ែកម្របន្ទះ Chip Semiconductors ទិដ្ឋាការសិស្សការដឹកជញ្ជូនសារធាតុគីមីសម្រាប់ផលិតហ្វេនតានីលការនាំចូលសណ្តែកសៀងពីអាមេរិកនិងបញ្ហាផ្សេងទៀតភាពតានតឹងបានថយចុះចាប់តាំងពីពេលនោះមកដោយប្រទេសទាំងពីរបានកាត់បន្ថយពន្ធហើយចិនបានយល់ព្រមបញ្ឈប់ការរឹតបន្តឹងលើការនាំចេញរ៉ែកម្រវានៅមិនទាន់ច្បាស់ទេថាតើសហរដ្ឋអាមេរិកនិងចិនស្ថិតនៅលើផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយជាងនេះឬយ៉ាងណាប៉ុន្តែអ្នកជំនាញជឿថាគ្មានភាគីណាមួយចង់ឲ្យមានការកើតឡើងវិញនៅសង្គ្រាមពាណិជ្ជកម្មដូចឆ្នាំមុននោះទេហើយភាគីទាំងពីរក៏បានបញ្ជាក់ថាពួកគេកំពុងស្វែងរកស្ថិរភាពរដ្ឋបាលលោក Trump បានព្យាយាមរក្សាការចូលទៅដល់ធនធានរ៉ែកម្ររបស់សហរដ្ឋអាមេរិកនិងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកនាំចេញអាហារនិងទំនិញផ្សេងទៀតទៅកាន់ទីផ្សារចិនដែលជាប្រធានបទអាចនឹងលើកយកមកពិភាក្សាក្នុងសប្តាហ៍នេះតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greerក៏បានលើកឡើងពីគំនិតបង្កើតក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មអាមេរិកចិនដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងទាំងនោះទន្ទឹមនឹងនេះសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ក៏ជាបញ្ហាមួយដែលកំពុងជាឥទ្ធិពលលើការចរចានេះដែរលោក Trump កំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ប៉ុន្តែការចរចាហាក់ដូចជាជាប់គាំងខណៈដែលប្រទេសទាំងពីរដណ្ដើមគ្នាកាន់កាប់ច្រកសមុទ្រ Hormuz លោក Trump បាននិយាយថាកិច្ចព្រមព្រៀងឈប់បាញ់កាលពីដើមខែមេសាឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបញ្ហាតៃវ៉ាន់ក៏នៅតែជាបញ្ហាមួយដែលមិនទាន់ដោះស្រាយបានខណៈដែលចិនចង់បង្រួបបង្រួមជាមួយតៃវ៉ាន់សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារដល់កោះនេះនិងប្រឆាំងនឹងការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នដោយឯកតោភាគីទោះជាយ៉ាងណាអ្នកខ្លះនៅតៃវ៉ាន់មានការព្រួយបារម្ភថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះនេះអាចនឹងក្លាយជាប្រធានបទនៃការចរចានៅពេលដែលលោក Trump ស្វែងរកកិច្ចព្រមព្រៀងជាមួយចិន